ទើបតែឆ្លងភពមកក៏ត្រូវខ្លាធំសម្លឹងមើលបាត់បើកឆាកមកបែបនេះគឺចប់ហ្មងកូនស្រីកុំស៊ីកូនស្រីខ្ញុំបើចង់ស៊ីខ្ញុំនេះវិញមកឆ្អឹងចាស់របស់ខ្ញុំនេះប្រហែលជាអាចទប់បាន2-3ម៉ាត់ដែរសេមែនតាឡប់នេះស្គមដូចអស់អញ្ចឹងម្នាក់នៅខាងក្រោមនេះក្លិនស្អុយដូចលូអញស្អប់បំផុតគឺសាច់ស្រស់បែបនេះមិនមែនមានតែសមត្ថភាពអានចិត្តទេថែមទាំងមានកន្លែងស្តុកទុកជាប់ខ្លួនទៀតឯងនេះរំខានមែនឃ្លានពេញមួយថ្ងៃបែរជាយកអាហារគុណភាពទាបមកឲ្យសូម្បីតែគ្រឿងទេសក៏មិនដាក់ដែរក្រពះខ្លាដ៏ថ្លៃថ្នូររបស់អញធ្វើម៉េចនឹងទ្រាំបានលោកម្ចាស់សាច់ស្រស់វាអត់ឆ្ងាញ់ទេចង់សាករសជាតិអាំងទេយូឯងឈួតហើយមែនទេនេះវាជាក្លិនស្អីទៅដូចអាហារទេវតាអញ្ចឹងអញរស់នៅក្នុងព្រៃហេងសើនេះស៊ីសាច់ឆៅរាប់រយឆ្នាំហើយមាត់កត់រសជាតិរហូតដល់ចង់ហោះហើយកូនស្រីខ្ញុំប្រហែលជាតក់ស្លុតខ្លាំងពេកទើបស្មារតីមិននឹងណោដល់ថ្នាក់យកខ្លួនឯងទៅធ្វើចំណីគេមនុស្សនេះវាថែមទាំងយល់ពីការជឿចាប់របស់អញដែលមិនចូលចិត្តស៊ីសាច់ឆៅទៀតយ៉ាងម៉េចដែររសជាតិនឹងពេញចិត្តទេឈ្ងុយណាស់ចង់តែលិតមួយម៉ាត់សុំលិតមួយម៉ាត់បានទេចង់ស៊ីនៅលើលោកនេះគ្មានអាហារណាដែលបានមកដោយឥតគិតថ្លៃទេឲ្យតែអ្នកការពារគ្រួសារពួកយើងខ្ញុំនៅមានគ្រឿងទេសទាំង13មុខនិងម្សៅម្ទេសទៀតទាំងម្សៅម្រេចខ្ទឹមនិងគ្រឿងអាំងម្សៅម្ទេសគ្រឿងទេស13មុខស្ដាប់ទៅហាក់ដូចជាអស្ចារ្យនិងខ្លាំងក្លាណាស់អញចង់ស៊ីអញចង់បានទាំងអស់នឹងយឺរត់ទៅអញចង់ស្លាប់មែនទេហ៊ាននៅថ្លៃជាមួយស្តេចបេសាចផងស្រួលខ្លាំងណាស់ត្រូវហើយខាងឆ្វេងបន្តិចទៀតស្រួលខ្លាំងណាស់ម៉ូតសក់ក្បាលបាវកុងនេះអញតាមជាប់មិនលែងទេអ្នកណាហ៊ានប៉ះវាអញនឹងខំក្បាលវាឲ្យបែកខ្ទេចអាវធានឥឡូវជីគ្នាយើងហើយពួកយើងត្រូវរកកន្លែងជ្រកឲ្យបានលឿនអញបានរៀបចំខ្លួនរួចរាល់ហើយចប់ហើយខាងមុខមានផ្សែងពោលខាងក្រោយមានអ្នកដេញតាមសំបីតែបន្លែព្រៃហូបក៏គ្មាននេះមេចង់កំចាត់ត្រកូលស៊ូរបស់អញមែនទេនោះគឺជាព្រៃផ្សែងពោលដ៏ល្បីល្បាញក្នុងជួរភ្នំសត្វកាច់សំបីតែអ្នកជំនាញកម្រិតអាវុធទេពចូលទៅក៏របបស្បែកដែរលោកពូកែគិតណាស់ចាំឲ្យពួកវាត្រូវគេខំស៊ីរហូតដល់សល់តែឆ្អឹងចាំពួកយើងត្រឡប់ទៅរីកាវិញនេះគឺជាស្នាដៃធំមួយដំបងពោលនោះមិនមែនជាកន្លែងដែលមានជញ្ជីងសត្វច្រើនទេជាឃ្លាំងជីសរីរាង្គធម្មជាតិមែនទេហាប់ធានមើលនោះទេពណ៌ស្វាយនោះគឺជាវាលស្រែសាកល្បងដំបងសម្រាប់ពួកយើងធ្វើមានធ្វើបានបងស្រីមនុស្សមិនខ្លាចស្លាប់នឹងខ្លាចឈួតមួយក្បាលហ៊ានចូលមកក្នុងទឹកដីរបស់ស្ដេចពលនេះអញនឹងរំលាយពួកឯងឲ្យខ្លាចជាទឹកឈាមធ្វើជាជីអូព្រះអើយនោះគឺជាស្ដេចពលត្រកូលឈៀនត្រីឲ្យរត់ទៅគ្រាន់តែជាពស់វែកមួយក្បាលក៏ហ៊ានមកធ្វើជាស្ដេចនៅចំពោះមុខអញដែរអាវធានបិទទ្វារបញ្ចេញកញ្ជ្រោងទៅអាខ្លាចឈួតអញខំខែពីរបស់អញមិនធ្លុះទេចាំអញខ្ជាក់ពីដាក់មុខឯងកុំតែប៉ះចំកង់ទី7និងទី8របស់អញកន្លែងសាច់ទន់ងើយចំកណ្ដាលនោះកន្លែងនោះវាជាសាច់ដ៏ឆ្ងាញ់របស់អញណាប៉ះបន្តិចគឺទ្រាំមិនបានទេអាវធានវាចំកណ្ដាលសម្បកកង់ទី7ទី8នៅពោះវាប្រើកន្ទុយវាខ្លាំងមកកុំអីវាស្រាវណាស់ជួយផងស្រាវណាស់ទ្រាំលេងបានហើយអញសុំចុះចាញ់ជើងច្រើនមែនតើពិតជាកើតមកសម្រាប់ជួស្រែពិតមែនចាប់ពីថ្ងៃនេះទៅអញត្រូវទទួលខុសត្រូវរឿងភ្ជួរដីបើមួយថ្ងៃភ្ជួរមិនបាន10ហិកតាទេយប់នេះអញនឹងចាប់អញទៅត្រាំស្រាឲ្យអញមើលសភាពស្លាប់យ៉ាងវេទនារបស់ពួកវាបន្តិចមើលនេះវាស្អីទៅនឹងវាមានរឿងអីកើតឡើងជឿមិនបានទេនោះវាជាសត្វចម្លែកបុរាណដែលស៊ីមនុស្សមិនខ្ជាក់ឆ្អឹងផងមិនក៏អាចមកជួយពួកវាភ្ជួរស្រែទៅវិញឬមួយស៊ូឡានយឺនេះចេះមិនអាគមលោកម្ចាស់យើងគួរធ្វើម៉េចទៅពួកវាហាក់ដូចជាចាប់ដើមរស់នៅយ៉ាងសុខស្រួលហើយកុំចេះតែនិយាយផ្ដេសផ្ដាសមិនថាវាប្រើមន្តអាគមអ្វីក៏ដោយក្នុងពេលដែលដំបងពីសម្រាប់ពួកវាមិនបានអញនឹងទៅបញ្ចប់ជីវិតពួកវាដោយខ្លួនឯងនេះជាយ័ន្តដែលអញចំណាយលុយទិញមកយ៉ាងថ្លៃលួចចុះពីលើភ្នំទៅដុតបំផ្លាញដីនេះចោលទៅ
ដុតពួកវាឲ្យខ្លាយជាភេទទាំងមនុស្សទាំងដំណាំធ្វើបានល្អណាស់តែពេលនេះមានបញ្ហាធំមួយដីស្ងួតពេកគ្មានប្រភពទឹកទេដីនេះដាំអីក៏មិនកើតដែរនៅជិតនេះមានអ្នកណាពូកែជីករណ្ដៅរកទឹកអត់ងើបឡើងដល់ពេលធ្វើការហើយមនុស្សសាមញ្ញមកពីណាហ៊ានមករំខានដំណេកអញហ៊ានមករំខានដំណេកអញមែនទេជឿអញទេថាអញនឹងប្រាក់ក្បាច់សម្រាប់ជ្រូកព្រៃកិនអញឲ្យទៅជាសាច់បំពងអញមានបេសកកម្មដ៏ពិសិដ្ឋមួយប្រគល់ឲ្យអញទៅត្រង់នោះហើយកាយដីរកទឹកឲ្យអញកាយដីឲ្យត្បូងវិញ្ញាណភ្នំដ៏ខ្ពង់ខ្ពស់ទៅកាយដីពួកនឹងមែនបើពូសត្វចម្លែកផ្សេងឃើញតើអញយកមុខទៅទុកឯណាពេលទៅចូលរួមពិធីរៀបការសត្វសាហាវឯងមិនមែនកំពុងកាយដីទេឯងកំពុងតែរករកប្រភពនៃជីវិតកំពុងធ្វើគម្រោងធារាសាស្ត្រដ៏អស្ចារ្យមួយអស្ចារ្យមែនទេចុងឆ្នាំអញនឹងវិតម្លៃឲ្យឯងជាបុគ្គលិកឆ្នាំប្រចាំឆ្នាំដោយផ្ទាល់រាល់ថ្ងៃមានម្ហូបឆ្ងាញ់ហូបពាក់បូកក្រហមធំនៅនឹងទ្រូងរូបថតឯងនឹងត្រូវបានដាក់តាំងលើផ្ទាំងកិត្តិយសល្បីល្បាញដល់កូនចៅជំនាន់ក្រោយបុគ្គលិកឆ្នាំប្រចាំឆ្នាំអញអាចក្លាយជាមេគេបានទៀតជ្រូកញីនៅផ្ទះចិត្តខាងប្រកាសជាសម្លឹងមើលអញដោយការកោតសរសើរមិនខានចាំតែដល់ពេលអញទៅដល់ស្រែនឹងគ្រាន់តែទម្លាក់យ័ន្តភ្លើងមួយសន្លឹកងាប់ទាំងអស់មិនខានទៅស្លាប់ទៅដុតទាំងមនុស្សទាំងសត្វឲ្យខ្លាយជាភេសអូយអាស្អីនឹងនេះវាស្អីទៅនឹងជួយផងយប់នេះពួកយើងនឹងមានអាហារឆ្ងាញ់ហូបអបអរសាទរការចាប់ផ្ដើមសាងសង់ហេដ្ឋារចនាសម្ព័ន្ធមកចាប់ផ្ដើមញ៉ាំទៅថ្ងៃនេះមានចំណែកគ្រប់គ្នាហូបឲ្យឆ្អែតទៅឈ្ងុយអ្វីម្លេះក្លិននេះធ្វើឲ្យអញចង់ដាច់ខ្យល់ស្លាប់ហើយឆាប់ឲ្យខ្ញុំភ្លក់មួយមាត់មកហេតុអ្វីបានជាត្រូវឲ្យខ្ញុំនេះជាមន្ត្រីរាជការពេញមុខមាត់បែរជាត្រូវមកជួលលើដើមឈើផឹកខ្យល់បែបនេះពួកវាគ្រាន់តែជាក្រុមអ្នកទោសនិរទេសតែបែរជាហូបអាហារឆ្ងាញ់ជាងស្ដេចទៅទៀតដើមឈើនេះគ្រាន់តែហិតក៏ដឹងថាឈ្ងុយដែរខ្ញុំរស់នៅពេញមួយជីវិតមិនដែលឃើញម្ហូបណាឆ្ងាញ់បែបនេះទេនេះវាជារឿងអ្វីទៅនេះគឺជាសត្វកាចសាហាវដែលគ្រប់គ្រងទឹកអណ្ដើកខ្មៅអាយុ10000ឆ្នាំខ្ញុំដេកលក់អស់8000ឆ្នាំមិនដែលធ្លាប់ហិតក្លិនណាដែលតាក់ទាញប្រលឹងបែបនេះទេពួកស្រមោចតូចតាចទាំងនោះហ៊ានមិនគោរពខ្ញុំនឹងលើកយកទៅទាំងឆ្នាំងតែម្ដងអណ្ដើកចាស់ឲ្យឃ្លានហើយមែនទេនេះគេហៅថា hot pot ដណ្ដើមតែមួយឆ្នាំងនេះមានន័យអីខ្ញុំមានរូបមន្តពិសេសផ្ទាល់ខ្លួននៅទីនេះធានាថាអ្នកនឹងបានហូបឆ្ងាញ់រាល់ថ្ងៃហ៊ានណាស់ហ៊ានហៅតាថាអណ្ដើកចាស់ផងអីតែថាកំពុងនឹងរសជាតិប្លែកមែនយកទៅលីក្នុងអាងទឹកប្រហែលជាឆ្ងាញ់ខ្លាំងហើយខ្ញុំនឹងរ៉ាប់រងរឿងម្ហូបអាហាររបស់អ្នកទាំងអស់តែអ្នកត្រូវទទួលខុសត្រូវរឿងប្រព័ន្ធធារាសាស្ត្រនិងការស្រោចស្រពក្នុងកសិដ្ឋានទាំងមូលរាងកាយរបស់អ្នកនឹងសំធ្វើជាពំទឹកណាស់មនុស្សស្មោកគ្រោកហ៊ានមកក្អេងក្អាងដាក់អញផងហីអញគ្រាន់តែទះមួយដៃក៏អាចធ្វើឲ្យពួកឯងខ្លាចជាសាច់កិនដែរឲ្យល្អមិនយកទៅយកអាជូវិញឧធានមានគេមកកំទេចកន្លែងយើងហើយមកដណ្ដើមបាយយើងស៊ីហើយទៅចាត់ការវាឲ្យខ្ញុំចុះចាញ់អត់បើមិនទាន់ចុះចាញ់គឺវារហូតដល់ចុះចាញ់នៅបើចុះចាញ់ហើយក្រោកឡើងមកចុះកិច្ចសន្យាតាឲ្យតាដើម្បីតែរឿងហូបសោះល្អណាស់ចាប់ពីថ្ងៃនេះទៅអ្នកគឺជាឆ្មាំកិច្ចសន្យាប្រចាំស្ថានយើងឈ្មោះកូដគឺអាធំទឹកថ្ងៃនេះយើងចាប់ផ្ដើមអនុវត្តប្រព័ន្ធឆែកឈ្មោះសម្រាប់សត្វកាចដែលត្រូវយកទៅអាំងតារានេះក៏ម៉ៅស៊ឺមានថ្មសឹមមកយឺតកាត់ប្រាក់ខែត្រឡប់មុនម៉ោងកាត់ប្រាក់រង្វាន់ធ្វើការល្អមានប្រាក់រង្វាន់ចុងឆ្នាំស្ដាប់យកទេត្រកូលស៊ូមិនត្រឹមតែមិនស្លាប់ទេថែមទាំងចាប់សត្វអសុរកាយកម្រិតស្ដេចជាច្រើនក្បាលធ្វើជាទីសកលទៀតរឿងនេះអាចទៅរួចយ៉ាងម៉េចទៅសូមព្រះអង្គក្រោកឡើងកូនស្រីត្រកូលស៊ូឈ្មោះស៊ូឡានយឺសង្ស័យថាចេះវិជាអបិយចំនួនបុរាណពេលនេះបានចាប់សត្វខ្លាទេវតានិងសត្វអសុរកាយកម្រិតស្ដេចជាច្រើនក្បាលទៀតបង្ខំឲ្យពួកវាធ្វើជាកម្លាំងពលកម្មសង្ស័យថាចង់បង្កើតកងទ័ពសត្វអសុរកាយសូមស្នើឲ្យបញ្ជូនទ័ពទៅកម្ចាត់ចោលជាបន្ទាន់មិនអាចបង្អង់បានទេ
នាងស្រីអាបេនេះបើទុកឲ្យនាងវឹកហាត់កងទ័ពសត្វអសុរកាយបានសម្រេចនឹងបង្កគ្រោះថ្នាក់ដល់រាជបល្ល័ង្កហើយយូត្រៀមផ្ញើសារម្ចាស់របស់ពណ៌ក្រហមនៅខាងក្រោមនោះជាអ្វីទៅក្លិនឈ្ងុយខ្លាំងម្ល៉េះខ្ញុំមានអារម្មណ៍ថាព្រលឹងខ្ញុំកំពុងញ័ររន្ធត់ហើយយូនោះគឺជាអន្ទាក់របស់សត្រូវហាំមើលអនុវត្តតាមបញ្ជាទេម្ចាស់មិនយល់ទេក្លិនហេរឆ្ងាញ់នេះពិតជាកំពុងតែធ្វើឲ្យខ្ញុំស្រក់ទឹកមាត់ខ្ញុំចុះទៅភ្លុកបន្តិចសិនម្ចាស់ជួយបាំងឲ្យខ្ញុំផងបន្តិចទៀតខ្ញុំត្រឡប់មកវិញហើយយូត្រឡប់មកវិញភ្លាមអាចោតូចមកពីណានឹងហ៊ានមកដណ្ដើមឆ្នាំងរបស់ថៅកែអូយរសជាតិអីក៏ឆ្ងាញ់ខ្លាំងម្ល៉េះហេតុរហូតដល់ស្ពឹកក្បាលអស់ហើយតែវាពិតជាឆ្ងាញ់មែនឆ្ងាញ់ជាងសត្វកណ្ដុរឬពស់ឆៅរាប់ម៉ឺនដង5 ឆ្នាំមកនេះខ្ញុំហូបអីទៅនឹងដូចចំណីជ្រូកសោះចង់ហូបរាល់ថ្ងៃអត់គ្រាន់តែអញចុះមកក្រោមវិញមកមិនមែនមានតែហត់ផុតទេខ្ញុំនឹងអាំងសាច់បាក់សីហើយធ្វើមាន់ដុតដីឲ្យអញហូបទៀតហើយយូហាមហូបរបស់ដែលគេឲ្យមកអញជាសត្វវិញ្ញាណរបស់អង្គរៈសម្ងាត់រាជវង្សណាអញជួយមានឆ្អឹងក្នុងបន្តិចមើលម្ចាស់ថ្លៃឲ្យម្ចាស់ពិតជាខ្ពង់ខ្ពស់ណាស់ម្ចាស់ចាត់ទុកខ្ញុំដូចជាបានហូបបាយប្រើឲ្យខ្ញុំចាប់កណ្ដុររាល់ថ្ងៃខ្ញុំលែងធ្វើហើយខ្ញុំចង់ជប់ធ្វើការឲ្យម្ចាស់ហើយលែងខ្ញុំទៅខ្ញុំមកដល់ហើយមើលទៅមានសមត្ថភាពមិនធម្មតាទេតើសូដនធំអស្ចារ្យមែនស្រីបិសាចបែបនេះទុកឯងមិនបានទេត្រូវតែសម្លាប់ចោលក្នុងដង្ហើមតែមួយមិនអាចឲ្យនាងមានឱកាសត្បិតបានឡើយអូយជប់ប្រលប់អាត្រាត្របែបនេះចោរតូចមកពីណាទៀតសម្រាប់ខ្ញុំទៅខ្ញុំយេស៊ូសានទូស្លាប់ក៏មិនចុះចាញ់នឹងនាងដែរសម្រាប់បានតែកុំប្រមាថអង្គរៈសម្ងាត់របស់មន្ត្រីធំមិនធ្វើជាទាសករដាច់ខាតស្លាប់អីស្លាប់នោះប្រហែលជាជនភៀសខ្លួនដែលរត់មកពីតំបន់និរទេសមែនទេមើលទៅរាងកាយឯងរឹងមាំល្អដៃជើងក៏មានកម្លាំងដែរទៅកាប់ឈើស្ងួតដែលគោនៅទីនោះទៅកាប់រួចមានបាយហូបហ៊ានណាស់ហ៊ានប្រើឲ្យខ្ញុំទៅកាប់អុសផងហរិយខ្ញុំនេះណាខ្ញុំមិនញ៉ាំទេខ្ចីមកខ្លាញ់សុនត្រកថាញ៉ាំឬក៏មិនញ៉ាំបាយនេះមានជាតិធម្មពលខ្លាំងក្លាណាស់ឆ្ងាញ់ជាងម្ហូបក្នុងវងរាប់រយដងកូរ៉ូខ្ញុំត្រូវតែទ្រាំខ្ញុំពិតជាចង់អរគុណថៅកែដែលឲ្យបាយហូបស៊ូឡានយូឯងធ្វើឲ្យខ្ញុំអាម៉ាស់មុខខ្លាំងណាស់ខ្ញុំនឹងធ្វើឲ្យគ្រួសារឯងស្លាប់មិនឃើញសាកសពនេះជាថ្នាំពុលសម្រាប់មនុស្សដែលទិញមកពីផ្សារងឹតក្នុងតម្លៃថ្លៃកប់គ្រាន់តែប៉ះបន្តិចពុនក្រចកដៃក៏អាចធ្វើឲ្យដំរីមួយក្បាលងាប់បានដែរបើញ៉ាំចូលទៅពោះវានឹងដាច់រហែករលាយคล้ายជាទឹកឲ្យតែស្អែកផឹកទឹកនេះពួកឯងទាំងអស់គ្នានឹងត្រូវស្លាប់ផឹកទៅផឹកឲ្យច្រើនទៅអាចាស់ក្បាលខូចឯងស្លាប់មិនខានទេមិនល្អទេលោកតាឈើហ្គេងកំពុងតែឈួតហើយវាចេញរោគសញ្ញាហើយវាចេញរោគសញ្ញាហើយតើគេដាក់គ្រឿងទេសពិសេសអ្វីទៅក្នុងទឹកនេះផឹកចូលទៅដូចជាភ្លើងឆេះក្នុងបំពង់កវាចាក់ស្រេះដូចជាស្រមោចរាប់ម៉ឺនក្បាលកំពុងវាឡើងទៅដល់ក្បាលតែម្ដងវាពិតជាស្រួលខ្លាំងណាស់ស្រួលចង់ស្លាប់
តើវាមានការផ្លាស់ប្ដូរហ្វែនមែនទេការភ្លើងផ្កាយដ៏រហ័សរហួនថ្នាំពោធិ៍សម្រាប់មនុស្សភ្លាមសម្រាប់អ្នកធម្មតាសម្រាប់អណ្ដើកអាយុ10000ឆ្នាំវាក៏គ្រាន់តែជាស៊ុបហឹរមួយចានប៉ុណ្ណោះថែមទាំងជួយជំរុញកម្លាំងទឹកនិងភ្លើងឲ្យរួមបញ្ចូលគ្នាទៀតធ្វើឲ្យម្ចាស់ផ្ទះទទួលបានbuffខ្លាំងមែនទែននេះជារឿងមិនអាចទៅរួចទេថ្នាំពោធិ៍របស់ខ្ញុំហេតុអ្វីបានជាមិនស្លាប់ហេតុអ្វីបានជាពួកអ្នកមិនស្លាប់ទាំងអស់គ្នាលោកម្ចាស់សូមមេត្តាជីវិតផងកញ្ញាស៊ូសូមមេត្តាជីវិតផងខ្ញុំគ្រាន់តែវង្វេងស្មារតីមួយពេលប៉ុណ្ណោះយឺអែអាម្នាក់នេះព្យាយាមធ្វើបាបពួកយើងម្ដងហើយម្ដងទៀតទុកវាមិនបានទេលោកប៉ាសម្រាប់វាចោលមិនធ្វើឲ្យប្រឡាក់ដីយើងទេអីកសិដ្ឋានយើងកំពុងខ្វះកម្លាំងពលកម្មស្រាប់លោកតាស៊ុយកាំងថ្មីនេះរំលាយអាហារបានល្អហើយបន្ទោបងច្រើនរណ្ដៅលាមកដែលទើបនឹងជីកថ្មីនោះកំពុងខ្វះអ្នករែកលាមកម្នាក់លោកវាងខ្ញុំមើលទៅអ្នកហាក់ដូចជាស័ក្តិសមនឹងការងារដ៏ថ្លៃថ្នូរនេះណាស់រែកលាមកខ្ញុំហ៊ានខ្ញុំកើតមកដើម្បីរែកលាមកស្រាប់ហើយផ្កាចាប់ផ្ដើមរីកហើយប៉ុន្តែនៅជួបភ្នំសត្វកាច់សាហាវនេះសំបីតែរុយមួយក្បាលក៏គ្មានផងតើអ្នកណាទៅជួយលំអងផ្កាទាំងនេះលោកម្ចាស់កាលពីយប់មិញខ្ញុំទៅកាប់អុសនៅលើភ្នំខ្ញុំបានឃើញនៅត្រង់ច្រាំងថ្មចោតជ្រលងភ្នំជ្រៅនោះមានសម្បុកឃ្មុំដ៏ធំមួយប៉ុន្តែទីនោះគឺជាជួរភ្នំសត្វកាច់សាហាវជាកន្លែងដែលមានឃ្មុំស៊ីឈាមដ៏កាច់សាហាវបំផុតគ្រាន់តែវាតិចមួយខាំសំបីតែដំរីដែលថ្នាក់ទី3ក៏ត្រូវងាប់ភ្លាមដែរយឺអែកុំធ្វើអីរបស់នោះមានរាប់ពាន់រាប់ម៉ឺនក្បាលបើវាសម្រុកមកទោះបីជាអាធាននិងលោកតាស៊ុយកាំងក៏ការពារពួកយើងមិនបានដែរលោកប៉ាទ្រព្យសម្បត្តិគឺត្រូវតែស្វែងរកក្នុងគ្រាដែលមានគ្រោះថ្នាក់បើគ្មានការលំអងទេកម្លាំងចិត្តដែលពួកយើងខំថែរក្សាជាងកន្លះខែមកនេះនឹងត្រូវខាតបង់អស់ហើយកន្ត្រកក្រសីក្រណាត់ស្បៃប៉ាន់ហើយទៅចុះល្អបំផុតគឺចាក់ឲ្យធ្លុះដោយសម្បុកកម្មារំខានខ្លាំងណាស់ជួបភ្នំស្អុយនេះសំបីតែកាស្អាតមួយតងក៏គ្មានដែរជន់តែដើមស្មៅពោរាល់ថ្ងៃបិទបានតែលំអងផ្កាគុណភាពអន់ស្បែកគ្រើមហើយស្រអាប់បែបនេះតើខ្ញុំអាចរក្សាឈ្មោះជាស្រីស្អាតលេខ1ប្រចាំជួបភ្នំសត្វកាច់បានដោយរបៀបណាសម័យនេះសំបីតែមេឃ្មុំក៏មានវិបត្តិសម្រាប់ដែរមេឃ្មុំឈួតក្នុងនោះស្ដាប់ឲ្យល្អអ្នកចង់មានស្បែកភ្លឺថ្លាមានសំណើមទេអ្នកចង់ញ៉ាំទឹកឃ្មុំផ្កាដ៏ឈ្ងុយឆ្ងាញ់រាល់ថ្ងៃទេមនុស្សម្នាក់នេះកំពុងនិយាយរអ៊ូស្អីហ្នឹងតែក្លិនដែលចេញពីធុងរបស់គេផ្អែមហើយសុទ្ធល្អណាស់បងស្រីមេឃ្មុំខ្ញុំមកដើម្បីចរចាការងារខ្ញុំមានចំការផ្កាវិញ្ញាណគុណភាពខ្ពស់ត្រូវការបច្ចេកទេសក្រុមរបស់អ្នកមកចូលហ៊ុនរក្សាភាពស្ងប់ស្ងាត់ប្រមូលទឹកឃ្មុំបានចែកគ្នា3-7ផ្ដល់ទឹកប្រភពវិញ្ញាណសម្រាប់ថែរក្សាសម្រស់ឲ្យអ្នកងូតទឹកដោយគ្មានកំណត់រាល់ថ្ងៃធានាថាអ្នកនឹងត្រឡប់មកស្រស់ស្អាតដូចដើមកុំសង្ឃឹមថានឹងបោកខ្ញុំបានពួកមនុស្សអ្នកគឺក្បត់បំផុតថ្ងៃនេះខ្ញុំមិនត្រឹមតែផឹកទឹកផ្អែមរបស់អ្នកទេថែមទាំងចាក់អ្នកឲ្យហាមដោយក្បាលជ្រូកទៀតលោកម្ចាស់ធុងទឹក Ocean ចេញមកបង្ហាញបុគ្គលិកថ្មីរបស់យើងអំពីវប្បធម៌ក្រុមហ៊ុនយើងបន្តិចមើលក្មេងស្រីម្នាក់នេះមកពីណានេះមិនមែនមកចរចាទេនេះវាច្បាស់ជាក្រុមម៉ាហ្វីមកកំទេចចោលច្បាស់ណាស់ឥឡូវអាចនិយាយគ្នាបានល្អហើយឬនៅអ្នកណាហ៊ានធ្វើឲ្យផ្ការបស់ថៅកែខូចមួយតងនិងកាត់កូតាទឹកប្រភពវិញ្ញាណប្រចាំខែទុំហើយប្រមូលផលបានច្រើនណាស់យីវាព្រះមហាក្សត្រកំពុងខឹងសម្បាខ្លាំងត្រកូលស៊ូបានគ្រប់គ្រងទាំងស្រុងហើយជួបភ្នំសត្វសាហាវពួកគេហ្វឹកហាត់ដាវីតមុនភ្លើងទាំង9រាល់ថ្ងៃយ៉ាងសាហាវចម្រាញ់ថ្នាំពោធិ៍សាហាវក្នុងទ្រង់ទ្រីធំស្តុកទុកស្បៀងអាហារដែលមានថាមពលភ្លើងកាច់សាហាវយ៉ាងច្រើនសន្ធឹកសន្ធាប់មហិច្ឆតាធំធេងណាស់ខ្លាចថាពួកគេមានគំនិតចង់បះបោរសូមព្រះអង្គបញ្ជូនតបទៅកំទេចពួកគេជាបន្ទាន់ហ្វឹកហាត់ក្លាវេតមុនកម្រិត9ចម្រាញ់ថ្នាំពោលគ្រាន់តែពឹងលើនាងស៊ូឡានយូដែលទុំខ្សោយនឹងតាមម្ចាស់ស៊ូដែលចិត្តចង់ជួបទៅហើយនោះយើងយល់ថាយេស៊ូសានប្រហែលជាស្នាក់នៅភ្នំយូពេកទើបភ័យខ្លាចរហូតបាត់ស្មារតីត្រកូលស៊ូប្រហែលជាកំពុងត្រូវក្លាវេតមុនធ្វើទារុណកម្មទាំងយប់ទាំងថ្ងៃ
កំពុងរស់នៅយ៉ាងវេទនាក្នុងដំបងពោលនោះហើយព្រះអង្គពិតជាមានព្រះតម្រិះជ្រាបវៃណាស់ជួបភ្នំសត្វសាហាវជាកន្លែងបែបណាទៅអ្នកណាដែលទៅទីនោះសុទ្ធតែត្រូវបញ្ចប់ជីវិតត្រកូលស៊ូគ្រាន់តែជាការប្រឹងប្រែងចុងក្រោយមុនពេលស្លាប់ប៉ុណ្ណោះបញ្ជាឲ្យយេស៊ូសានបន្តតាមដានកុំឲ្យដាស់ស្មៅឲ្យពួកភ្ញាក់យើងចង់ឲ្យពួកគេស្ថិតក្នុងភាពភ័យខ្លាចនិងអស់សង្ឃឹមរងទុក្ខវេទនាយ៉ាងយឺតរហូតដល់ស្លាប់បុគ្គលិកទាំងអស់គ្នាបន្ទាប់ពីខិតខំប្រឹងប្រែងយ៉ាងខ្លាំងអស់ជាងកន្លះខែមកយើងទទួលបានផលសម្រេចដ៏ធំធេងជាលើកដំបូងបុគ្គលិកឆ្នាំប្រចាំខែនេះគឺគុជវិញ្ញាណថ្មភ្នំរង្វាន់គឺផ្កាកុលាបក្រហមនិងអាចកំបាំងវិញ្ញាណពីរទងធម្មពលវិញ្ញាណភ្លើងនិងឈើដ៏ក្រាស់ឃ្មឹកបែបនេះនៅខាងក្រៅជួរភ្នំសត្វសាហាវប្រកាសជាមានកំណប់ដកម្រលេចចេញមកហើយលោកម្ចាស់និកាយពួកយើងទៅដណ្ដើមយកវាមកសត្វចាស់ទាំងនោះនៅខាងក្រៅជួរភ្នំសត្វសាហាវមិនឃើញកម្រើកអ្វីសោះនេះគឺជាឱកាសមាសសម្រាប់ពួកយើងនាំយកកម្លាំងខ្លាំងបំផុតរបស់និកាយទៅប្រុសសម្រាប់ចោលឲ្យអស់ស្រីចាប់យកទៅកំណប់ទាំងអស់នឹងក្លាយជារបស់និកាយខ្យល់ខ្មៅយើងចេញដំណើរអ្នកខាងក្នុងស្ដាប់ឲ្យច្បាស់ពួកអ្នកត្រូវបានឡោមព័ទ្ធហើយប្រគល់របស់របរទាំងអស់មកមិនទាន់ដូចឯងនឹងកំណប់ដែលត្រូវប្រគល់មកឲ្យទេប្រុសសម្រាប់ចោលឲ្យអស់ស្រីទុកអាសាហ្វល្អិតគ្មានភ្នែកមកពីណាទៀតនឹងហ៊ានមករំខានពេលកំពុងបែងចែកសាច់ឆ្ងាញ់របស់អញហ៊ានប៉ះពាល់កភេក្នុងកសិដ្ឋានពួកយើងវាឲ្យងាប់វាសុំទោសដែលរំខានពួកយើងងើថាទីនេះមានអត្ថប្រយោជន៍ល្អក៏មកដើម្បីដាក់ពាក្យធ្វើការហោះស្វាគមន៍តែថាក្បួនច្បាប់នៅទីនេះតឹងរឹងណាស់មុននឹងដាក់ពាក្យត្រូវសងថ្លៃទ្វារដែលខូចតម្លៃ110,000នេះសិនសងមក110,000ទោះលោកខោក្នុងអស់ទាំងនិកាយក៏មិនអាចរកលុយ110,000នេះបានដែរគ្មានលុយបើគ្មានលុយគឺងាយទេយកសាច់មកសងវិញទៅនៅទីនេះកំពុងខ្វះអ្នកជីក្រែសិស្សទាំងអស់នៃនិកាយខ្យល់ខ្មៅត្រូវបញ្ចូលជាសមាជិកនៅទីនេះភ្លាមនេះវាជាការអាម៉ាស់បំផុតអញជាម្ចាស់និកាយខ្យល់ខ្មៅដ៏អស្ចារ្យត្រូវមកពាក់មួកពណ៌ឆើតឆាយនេះជីកថ្មស្ដាប់ឲ្យច្បាស់មួកសុវត្ថិភាពពណ៌ផ្កាឈូកនេះគឺជាតំណាងឲ្យតំណែងប្រធានផ្នែកជីក្រែអ្នកដតីចង់បានក៏គ្មានដែរផ្នែកជីក្រែដល់ពេលហូបបាយហើយអញដាច់ខាតមិនហូបដាច់ខាតតែក្លិននេះអញពិតជាចង់ឲ្យជាតិក្រោយមិនដែលបានហូបបាយឆ្ងាញ់បែបនេះសោះបងប្អូនអើយជីកឲ្យអស់ទំហឹងទៅដើម្បីបានហូបបាយដើម្បីបានសម្រេចសិលលឿនឡើងថ្ងៃនេះទិន្នផលត្រូវតែលើសអាចជ្រូកនោះបុគ្គលិកឆ្នាំត្រូវតែជាខ្ញុំលោកម្ចាស់ធំមានរឿងធំហើយវាជារ៉ែទឹកកកខ្មៅអូយយូនេះគឺជាទ្រព្យសម្បត្តិមហាសាលកូនដកដង្ហើមធំរឿងអីហ្នឹងនេះគេហៅថាផលិតផលលើសតម្រូវការទុកចោលចឹងមានប្រយោជន៍អីត្រូវតែយកទៅលក់ដូរដល់ពេលត្រូវទៅកាត់ស្មៅកេងចំណេញពីពួកខាងក្រៅនោះហើយយេស៊ូសានចេញមកខ្ញុំបាទនៅទីនេះដើរទៅដើរមកកុំឲ្យរំលងរបស់ពិសេសពីភ្នំសត្វសាហាវរបស់ពិសេសសុទ្ធសាធធម្មជាតិសុទ្ធគ្មានជាតិពុលញ៉ាំហើយកំសាន្តអារម្មណ៍ផឹកហើយហោះបានដូចភ្លេចបន្ទោអាម៉ាស់ណាស់ខ្ញុំជាអង្គរៈសម្ងាត់របស់រាជវង្សបែរជាត្រូវគេបង្ខំឲ្យមកលក់ដូរតាមផ្លូវបើពួកអង្គរៈតីឃើញខ្ញុំសុកចិត្តយកក្បាលបុកដាំឈើមកឲ្យដឹងរឿងហើយអាម្នាក់ពាក់អាវកាក់ក្រហមនោះលួចលាក់ធ្វើអីហ្នឹងខ្ញុំមិនទៅទេមើលទៅឯងមានកំហឹងសម្រាប់មនុស្សច្បាស់ជាចារកម្មស្ត្រូវហើយឡោមព័ទ្ធវាឲ្យជាប់លក់អង្គហ៊ានត្រៃទៀតវាកំទេចប្រទេសចាស់នេះចោលសិនអាឡងងអើយខ្ញុំខ្លាំងគ្មានគូប្រៀបហើយឃើញទេខ្ញុំខំមួយម៉ាត់ឡើងដល់កម្រិតជូជីឈីព្រះអើយខ្ញុំខំមួយម៉ាត់ឡើងដល់កម្រិតទេវតាវិញ្ញាណកុំខាត់ខ្ញុំចង់ទិញលក់តម្លៃសុទ្ធមិនគិតថ្លៃសេវាខ្ញុំក៏ចង់ទិញដែរទាំងអស់គ្នាតម្រង់ជួរមកអ្នកណាហ៊ាននឹងញញៃសម្រាប់ចោលទាំងអស់អ្នកចង់បានប៉ុន្មានគីឡូខ្ញុំយក100គីឡូខ្ញុំហ៊ានឲ្យថ្លៃ10ដងទិញភ្លាមម្នាក់ទិញបានត្រឹម1គីឡូទេចង់ទិញក៏ទិញមិនទិញក៏ហីទៅមិនទិញក៏ទៅបាត់ទៅទិញលោកម្ចាស់អ្នកគឺជាប៉ាខ្ញុំពិតមែនលោកម្ចាស់ម្នាក់នេះ
ខ្ញុំជាម្ចាស់ក្រុងដែកឮថាអ្នកមានអង្គលេខ1មែនទេទុកឲ្យខ្ញុំមួយមាត់ផងមួយមាត់ក៏បានខ្ញុំមិនមែនមកទិញថ្នាំទេខ្ញុំយកដែកខ្មៅអាយុកាលរាប់ពាន់ឆ្នាំក្នុងក្រុងខ្ញុំមកដូរអ្នកលក់អស់ហើយប៉ុន្តែនៅលើបន្ទះដែកដែលធ្លាប់ដាក់អង្គនោះនៅសល់ទឹកលាងអង្គពីរ3ដំណក់អ្នកយកទេយកខ្ញុំយកបាក់តូបលក់នេះគេហៅថាការគ្រប់គ្រងសេដ្ឋកិច្ចទីផ្សារអ្នកណាហ៊ានថាខ្ញុំអាម៉ាស់ខ្ញុំនឹងយកថ្មវិញ្ញាណគប់ឲ្យងាប់ថៅកែរកបានច្រើនម្លេះហើយអ្វីនៅមិនសប្បាយចិត្តទៀតឈើដែលខ្ពស់ជាងគេតែងតែត្រូវខ្យល់បក់បោកខ្លាំងការលក់បញ្ចុះតម្លៃលើកដំបូងរបស់យើងខ្លាំងពេកធ្វើឲ្យអ្នកក្រុងដែកអស់លុយទិញទំនិញរលីងយើងកាប់ផ្លូវរកស៊ីអ្នកអតីក្រុមអ្នកមានអំណាចក្នុងតំបន់នេះប្រហែលជាមករកយើងដល់ផ្ទះហើយអង្គមួយគ្រាប់ក៏លក់មិនចេញដែរថ្នាំពន្យារវ័យកម្រិតទាបមួយគ្រាប់ក៏គ្មានអ្នកទិញដែរពួកអ្នកដាំដុះក្រីក្រទាំងនោះបាត់ក្បាលទៅណាអស់ហើយកូនចៅម្ចាស់មិនមែនតែពួកអ្នកដាំដុះទេសូម្បីតែវិមានម្ចាស់ក្រុងក៏លុបចោលរាល់ការបញ្ជាទិញរបស់យើងនៅថ្ងៃនេះដែរពួកគេនាំគ្នាទៅទិញរបស់របរនៅតូបលក់ផលិតផលសត្វសាហាវអស់ហើយគេថាអង្គនោះមានផ្ទុកថាមពលធាតុភ្លើងដ៏បរិសុទ្ធប្រើការបានល្អជាងថ្នាំរបស់យើងទៅទៀតពួកអ្នកទោសនិរទេសទាំងនោះបញ្ជាពីកូនចៅម្ចាស់ត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើជួរភ្នំសត្វសាហាវជាបន្ទាន់កាត់ផ្តាច់ការផ្គត់ផ្គង់អំបិលដែកនិងសម្ភារៈប្រើប្រាស់ទាំងអស់របស់ពួកគេខ្ញុំនឹងធ្វើឲ្យពួកគេមានលុយតែគ្មានអំបិលមួយគ្រាប់ទិញកូនចៅម្ចាស់ពិតជាឆ្លៀសវៃណាស់ប៉ុន្តែឮថាខាងនោះនៅមានសត្វចម្លែកខ្លះដែរខ្លាចអីកូនចៅម្ចាស់មានខ្លុយបញ្ជាសត្វបុរាណដែលដេញថ្លៃបានមកក្នុងតម្លៃខ្ពស់សត្វចម្លែកណាដែលមិនស្ដាប់បង្គាប់នឹងត្រូវកំទេចចោលឲ្យអស់កងកម្លាំងពិសេសទាំង500នាក់របស់សមាគមចៅជីតាមខ្ញុំចូលទៅក្នុងភ្នំខ្ញុំនឹងកំទេចជំរំរបស់ពួកវាឲ្យរាបស្មើហើយដណ្ដើមយករូបមន្តអង្គលេខ1នោះមកវិញនោះមិនមែនជាមេក្រុមនៃនិកាយខ្យល់ខ្មៅទេខ្ញុំថាហើយតើក្រុមអ្នកលេងកំពេចកំពុកបែបនេះអាចមកឈរជើងនៅទីនេះបានដោយរបៀបណាតាមពិតទៅគឺនិកាយខ្យល់ខ្មៅបានកាន់កាប់ទីនេះសោះហើយអាចារ្យខ្យល់ខ្មៅឈប់ជីកដីទៅលោកម្ចាស់ក្មេងនេះមកទីនេះដើម្បីជួញដូរធំជាមួយពួកឯងលុយលោកម្ចាស់ក្មេងជៀនអាចារ្យខ្យល់ខ្មៅហើយអ្វីបានជាឯងធ្លាក់ខ្លួនដល់ថ្នាក់នេះមកជីកដីធ្វើអីនៅទីនេះថែមទាំងពាក់មួកសុវត្ថិភាពពណ៌ផ្កាឈូកអាក្រក់មើលទៀតនេះមិនមែនជាមេក្រុមនៃនិកាយខ្យល់ខ្មៅទេតែវាក៏ល្អដែរប្រគល់រូបមន្តធ្វើមីកម្រិតកម្ពូលនោះមកខ្ញុំនឹងផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកលោកប្រធានក្មេងថែនខ្ញុំសូមផ្ដល់ដំបូន្មានមួយម៉ាត់កុំចូលទៅក្នុងនោះឲ្យសោះប្រញាប់នាំគ្នារបស់អ្នកត្រឡប់ទៅទីក្រុងដែកវិញទៅនៅខាងក្នុងនោះមិនមែនជាកន្លែងសម្រាប់មនុស្សនៅទេឯងកែតស្អីនឹងត្រឹមតែជាអ្នកទោសនិរទេសប៉ុន្មានអ្នកតើអាចធ្វើអ្វីបានទៅអ្នកមិនយល់ទេអ្នកមិនដឹងអ្វីពីពួកគេសោះឡើយពួកគេមិនមែនជាមនុស្សធម្មតាទេពួកគេចិញ្ចឹមសត្វចម្លែកបុរាណដ៏គួរឲ្យខ្លាចមួយហ្វូងអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺយើងនៅត្រូវមកចុះវត្តមានទៀតរាល់ថ្ងៃត្រូវងើបពីម៉ោង5ព្រឹកដើម្បីធ្វើការយឺតតែ1វិនាទីក៏ត្រូវកាត់ប្រាក់ខែដែរសម្រាប់ខភ័យមិនបានសំបីតែសាច់ក៏គ្មានហូបដែរក្បាលទៅឆ្ងាយទៅអាឥតប្រយោជន៍ជាអ្នកខ្លាំងកម្រិតពាក់កណ្ដាលយួនអឹងដ៏អស្ចារ្យបែរជាត្រូវសត្វចម្លែកប៉ុន្មានក្បាលធ្វើឲ្យខ្លាចរហូតបាត់ស្មារតីកៅឈីងដាខាគឺជាអាគមស្អីគេនឹងចាំមើលម្ចាស់ក្មេងនេះបំបែកវាឲ្យមើលបើកភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់ទៅនេះគឺជាកំណប់សត្វត្បូងដែលបន្សល់ទុកពីសម័យបុរាណឲ្យតែឌីសេងបន្លឺសំឡេងទូសត្វចម្លែកកាច់សាហាវយ៉ាងណាក៏ត្រូវតែចុះចាញ់ខ្លាចជាសត្វជិះរបស់ម្ចាស់ក្មេងនេះដែរកងទ័ពទាំងអស់ស្ដាប់បញ្ជាសម្រុកទៅចប់ហើយមានក្រុមមកជូនខ្វេទៀតហើយ1 2 3 4 2 2 3 4 2 2 3 4ក្រវីកន្ទុយរលះគូតអាអូធានចលនារបស់ឯងរឹងដូចឈើអញ្ចឹងលោកតាពីងទឹកតើឯងអាចលឿនជាងនេះបន្តិចបានទេមិនបានហូបបាយមែនទេកុំកំរើកកុំទៅខ្វល់ពីសម្លេងហៅពីរបួសអីថយក្រោយទៅចូលចុះចាញ់ម្ចាស់ថ្មីរបស់ពួកឯងទៅនេះវាមានរឿងអីកើតឡើងលោកប្រុសម្នាក់នេះទិញចំរបស់ខ្លាំងខ្លាយហើយឌីជេម្នាក់នេះមិនបានការសោះអត់ចង្វាក់សោះផ្លុំបានល្អណាស់នេះរង្វាន់សម្រាប់ឯងនាងស្រីបេសាចតកោស៊ូឯងហ៊ានចាប់ខ្ញុំមែនទេសមាគមវ៉ាន់ជីនរបស់ខ្ញុំបានកាត់ផ្ដាច់ការផ្គត់ផ្គង់អំបិលនិងដែកទាំងអស់នៅទីនេះហើយបើគ្មានអំបិលទេគ្រួសារឯងនិងសត្វចម្លែកទាំងនេះមិនដល់មួយខែផងនឹងអស់កម្លាំងរហូតដល់ស្លាប់មិនខានបើចេះគិតគូរក៏ប្រញាប់ដោះលែងខ្ញុំមកលោកម្ចាស់គាត់និយាយត្រូវហើយប៉ុន្មានថ្ងៃនេះខ្ញុំចុះពីភ្នំទៅទិញទំនិញសមាគមវ៉ាន់ជីនបានបិទច្រកព្រំដែនទាំងអស់មែនស្តុកអំបិលនិងដែករបស់យើងនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះចង់លេងក៏ល្បិចកាត់ផ្ដាច់ប្រភពចំណូលមែនទេចង់លេងសេដ្ឋកិច្ចជាមួយខ្ញុំឬលោកប្រុសឈៀនអ្នកប្រហែលជាមិនដឹងទេថាស្តុករបស់មេបិសាចគ្រឿងយន្តមានប៉ុណ្ណាម្ចាស់និកាយ
យករបស់ដែលមនុស្សរបស់អ្នកជីកបាននៅក្រោយភ្នំពីថ្ងៃនេះមកបង្ហាញឲ្យលោកប្រុសឈៀនបានឃើញបន្តិចមើលប៉ាន់ចាផ្នែករ៉ែលើកទំនិញឯងមានអីមកគៀបសង្កត់ខ្ញុំយកអំបិលគ្រើមពណ៌លឿងនៅក្នុងឃ្លាំងសមាគមឯងឬដៃច្រេះចាប់ទាំងនោះមែនទេបើខ្ញុំយករបស់ទាំងនេះទៅដាក់លក់លើទីផ្សារតើសមាគមវ៉ាន់ជីនរបស់ឯងអាចទ្រាំបានដល់3ថ្ងៃដែរឬទេលោកម្ចាស់លោកចង់កម្ចាត់សមាគមវ៉ាន់ជីនចោលមែនទេមិនមែនទេខ្ញុំនឹងទិញយកសមាគមពួកគេទាំងមូលត្រៀមខ្លួនទៅថ្ងៃស្អែកទៅទីក្រុងដាច់ខេត្តដើម្បីទិញទំនិញបញ្ចុះតម្លៃថ្ងៃ11.11ការលក់បញ្ចុះតម្លៃដ៏ធំរបស់ Thiên Khang អំបិលសមុទ្រគុណភាពខ្ពស់មួយដុំដូរបានអាហារសម្រន់10គីឡូទិញច្រវាក់ដែកទិញ1គីឡូថែម1គីឡូស្រូវអង្ករភ្លើងរឹងមកមុនបានមុនអស់ពីស្តុកគឺចប់មួយដុំដូរបានអាហារសម្រន់10គីឡូនិងអំបិលសមុទ្រស្បែកមាន់អំបិលលឿងចម្រាញ់បាន10000គីឡូថែមទាំងត្រូវចំណាយអាហារសម្រន់5ដុំក្នុង1គីឡូទៀតទិញដែកថែមស្រូវអង្ករស្បែកមាន់ឈួតហើយថៅកែឈួតហើយខ្ញុំឈួតហើយកុំមកប្រកួតជាមួយខ្ញុំតិចទៅខ្ញុំសុកចិត្តលក់ផ្ទះសម្បែងក៏ត្រូវតែស្តុកទុកឲ្យបាន10000គីឡូដែរកញ្ញាស៊ូលោកម្ចាស់ក្រុងស៊ូសមាគមពាណិជ្ជកម្មវ៉ាន់យិនរបស់យើងខ្សែធនហើយសូមមេត្តាផ្ដល់បាយឲ្យពួកយើងហូបផងពួកយើងសុកចិត្តធ្វើអ្វីគ្រប់យ៉ាងលោកប្រធានសមាគមដឹងមុនថាមានថ្ងៃនេះមិនគួរធ្វើបែបនោះទេបាទកូនប្រុសខ្ញុំវាខ្វះការអប់រំតែបានធ្វើឲ្យកញ្ញាស៊ូខឹងឲ្យតែអ្នកព្រមផ្ដល់បាយឲ្យពួកយើងហូបបណ្ដាញទំនាក់ទំនងរបស់សមាគមពាណិជ្ជកម្មវ៉ាន់យិនគឺស្ថិតនៅក្រោមការបញ្ជារបស់អ្នកទាំងអស់បានហើយរោងចក្រឈាមស្រក់របស់យើងនេះមិនចិញ្ចឹមមនុស្សទំនេរទេអ្នកណាដែលចេះកិននេហើយទៅជួបឪពុកខ្ញុំនៅផ្នែកហិរញ្ញវត្ថុអ្នកណាដែលចេះលក់ដូរទៅរកយីឆៃសិនដើម្បីយកអាវកាក់ក្រហមចំណែកឯកូនប្រុសម្ចាស់សមាគមឆែនទៅកន្លែងចាក់លីមកដើម្បីជំនួសកន្លែងវ៉ាងបេកថ្មីនេះធ្វើការបានល្អណាស់ត្រូវបានដំឡើងឋានៈជាប្រធានក្រុមចាក់លីមកពាណិជ្ជកម្មដែកថែបនៅតាមព្រំដែនត្រូវបានត្រកូលស៊ូគ្រប់គ្រងទាំងស្រុងសមាគមពាណិជ្ជកម្មវ៉ាន់យិនត្រូវបានបញ្ចូលទៅក្នុងក្រុមហើយលោកយេស៊ឺសានបានក្បត់ហើយនាងស៊ូឡានយូអាស្រ័យថោកទាបនោះមិនត្រឹមតែមិនស្លាប់ទេថែមទាំងសាងសង់ទីក្រុងផ្ទាល់ខ្លួនទៀតផងប៉ះបលផ្អើលអស់ហើយប្រកាសរាជបញ្ជារបស់យើងបញ្ជាឲ្យមេតបធំហាលីដឹកនាំតបដែក100,000នាក់ធ្វើដំណើរទាំងយប់ទាំងថ្ងៃភ្លាមទៅកំទេចជួបភ្នំសត្វសាហាវឲ្យរៀបស្មើកំចាត់គ្រួសារត្រកូលស៊ូទាំងពូជនិងពួកសត្វចម្លែកទាំងនោះចោលឲ្យអស់កិនឲ្យខ្ទេចគ្មានសល់លោកមេតបខាងមុខនោះគឺជាជួបភ្នំសត្វសាហាវដែលគេចាត់ទុកជាតំបន់ហាមឃាត់គេថាទីនោះពោពេញដោយឧស្ម័នពលនិងឆ្អឹងសត្វរីប៉ាយមិនខុសអីពីនរកលើផែនដីទេខ្វល់អីនឹងនរគ្រឹះមិននរកនៅចំពោះមុខកម្លាំងដ៏ខ្លាំងក្លាអ្វីទាំងអស់នឹងត្រូវប្រែក្លាយជាភ័យផងតំបន់ហាមឃាត់សត្វសាហាវអីហ្នឹងខ្ញុំចង់ដឹងណាស់ថាវាមានគ្រោះថ្នាក់ដល់កម្រិតណាលោកមេតបស្ថានភាពខាងក្នុងយ៉ាងម៉េចហើយលោកមេតបរូបភាពនៅដល់ឯសោះមានផ្ទាំងឈើដាក់នៅមាត់ច្រកច្រឡងភ្នំនៅលើនោះសរសេរថាកន្លែងចុះឈ្មោះភ្ញៀវមកកស្ថានសត្វកាច់មានជ្រូកមួយក្បាលពាក់មួកសុវត្ថិភាពកំពុងដើរល្បាតមានក្អែបមួយក្បាលកំពុងកាន់អំបោះបោះសម្អាតលោកមេតបតើលោកភ្នែកព្រើហើយមែនទេឲ្យខ្ញុំមើលបន្តិចសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះកងទ័ពទាំង100000នាក់សូមអញ្ជើញមកទស្សនានិងណែនាំមានបញ្ចុះតម្លៃ 20% សម្រាប់ការញ៉ាំជាក្រុមបេលោកមេតបពួកគេដឹងថាពួកយើងមកដល់ហើយអន្ត្រីមួយក្បាលនោះថែមទាំងកំពុងបោះគ្រាប់បែកពណ៌ឲ្យពួកយើងទៀតអាពួកក្មេងស្ទាវនេះទើបតែហូបនំកញ្ចក់បាន3ថ្ងៃសោះបែរជាទ្រាំលេងបានទៅហើយលោកមេតបហូធ្វើដំណើរមកឆ្ងាយបែបនេះពិតជាហត់នឿយណាស់នាងបេសាចឯងហ៊ានមករំខានចិត្តកងទ័ពយើងឬត្រៀមជួកងទ័ពទាំងអស់ត្រៀមវាយប្រហារថ្ងៃត្រង់នេះយើងមានម្ហូបសាច់គោវិញ្ញាណខ្វៀនមាន់អាំងអំបិលព្រើនំដុតទឹកឃ្មុំផ្កាសម្រាប់អ្នកចុះឈ្មោះចូលមុនគេ1000នាក់ម្នាក់នឹងទទួលបានបាយមាន់អង្គវិញ្ញាណភ្លើងមួយថែមទៀតជីសៀវត្រឡប់មកវិញហើយមកនេះកូនសេះល្អសាកល្បងផលិតផលថ្មីរបស់យើងមើលអព្រះអើយនេះជាការរត់ស្អីទៅធម្មពលវិញ្ញាណខាងក្នុងនេះសុទ្ធល្អជាងថ្នាំកំពេចកំប៉ុកដែលម្ចាស់ឲ្យខ្ញុំស៊ីរាប់រយដងឆាប់ឲ្យខ្ញុំមកចាប់ពីថ្ងៃនេះទៅនាងគឺជាម៉ែបង្កើតរបស់ខ្ញុំជីសៀវឯងមានផ្ទុកឈាមនាគនៅក្នុងខ្លួនតើឲ្យខ្ញុំអោនក្បាលចុះចាញ់ត្រឹមតែរឿងការរត់មួយមើលឬក្មេងល្អអ្នកម៉ាក់អង្គុយចុះសិនទៅចាប់ពីពេលនេះទៅខ្ញុំនឹងទាញរទេះជូនអ្នកម៉ាក់វិញមនុស្សតកូលហួរម្នាក់នោះប្រើខ្ញុំជីអស់17ឆ្នាំមកហើយ
ក្រៅពីច្បាំងគ្នាក៏មានតែឲ្យខ្ញុំស៊ីស្មៅស្វិតសូម្បីតែការរត់ផ្អែមមួយមើមក៏មិនព្រមឲ្យខ្ញុំដែរមេតបនេះនឹងឲ្យអ្នកស៊ីថ្នាំបើកម្លាំង3គ្រាប់រាល់ខែថុយទាំងល្វីងទាំងរឹងចង់បាក់ថ្មិញឆ្កែក៏មិនស៊ីដែរឯងលោកមេតបហួរសត្វតិរឆានស្មោះត្រង់ជាងមនុស្សទៅទៀតមនុស្សរបស់អ្នកឃ្លានហើយសេះរបស់អ្នកក៏ឃ្លានដែរអធិរាជបញ្ជូនពួកអ្នកឲ្យមកស្លាប់តែសំបីតែបាយមួយពេលឲ្យឆ្អែតក៏មិនព្រមឲ្យដែរតើធ្វើបែបនេះដើម្បីអ្វីទៅកុំចេះតែនិយាយបង្កាច់បង្ខូចត្រកូលស៊ូមានភស្តុតាងបត់ល្មើសច្បាស់ក្រឡែកខុបខិតជាមួយសត្រូវប៉ុនប៉ងក្បត់ជាតិព្រះរាជបញ្ជាពីលួងសម្រាប់ចោលទាំងអស់ច្បាស់ក្រឡែកស្អីគេត្រាដែលបោះលើសម្បត្តិក្បត់ជាតិនឹងច្បាស់ជាពួកក្នុងវាំងខ្លាញ់បន្លំហើយតែក្រុមគ្រួសារបងប្អូនមួយសែនអ្នកកំពុងនៅក្នុងរាជធានីបើខ្ញុំហ៊ានប្រឆាំងបញ្ជាពួកគេនឹងត្រូវស្លាប់ទាំងអស់អូឃើញទេមេតបធំម្នាក់នេះមិនមែនល្ងងដូចអ្វីដែលឃើញខាងក្រៅនោះទេមេតបហាបើអ្នកថាមានភស្តុតាងច្បាស់លាស់មែនចុះអ្នកហ៊ានបង្ហាញភស្តុតាងទាំងនោះនៅចំពោះមុខទីហ៊ានមួយសែនអ្នកដែរឬទេឲ្យលោកឪពុកខ្ញុំពិនិត្យមើលដោយផ្ទាល់ភ្នែកភស្តុតាងចាំមើលយឺតទៅតែបាយត្រូវតែញ៉ាំពេលនៅក្តៅកងទ័ពទាំងអស់ស្ដាប់ឲ្យច្បាស់ដាក់អាវុធទុកនៅមាត់ទ្វារចុះឈ្មោះនៅជំរំសម្ងាត់មួយកងមួយឆ្នាំងអ្នកណាហ៊ានដាច់ជួកុំឲ្យអួតអាងឲ្យសោះកងជួមុខក្រុមទី3ចៅអឺនីវរត់ចៅជួពេលច្បាំងត្រូវកាត់ទោសប្រហារជីវិតតាមច្បាប់តបលោកមេតបខ្ញុំមិនខ្លាចស្លាប់ទេតែខ្ញុំមិនបានញ៉ាំអីឆ្អែត3ថ្ងៃមកហើយបើត្រូវស្លាប់ក៏សូមស្លាប់ទាំងពោះពេញដែរអ្នកបន្ទាប់ឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់សាច់គោដុំនោះជារបស់ខ្ញុំអ្នកខាងក្រោយកុំរុញអីម្នាក់សុទ្ធតែមានចំណែកដូចគ្នាទុកទឹកស៊ុបឲ្យខ្ញុំខ្លះផងលោកមេតបហួរញ៉ាំបន្តិចទៅញ៉ាំទៅឆ្ងាញ់ណាស់សាច់គោនឹងញ៉ាំជាមួយបាយក្តៅគឺជួយពោឈាមបានយ៉ាងល្អតែម្ដងមិនបានទេខ្ញុំដាច់ខាតមិនអាចហូបបាយរបស់ពួកស្ត្រូវឡើយកុំញ៉ាំអីក្នុងឆ្នាំងនៅសល់តែមួយដុំចុងក្រោយទេឯងឈប់ជេរទៅបើនៅតែជេរគ្រាន់តែបាយស្កគ្មានដែរបើអង្គនេះអាចផ្គត់ផ្គង់ដល់កងទ័ពបានចំនួនទីហ៊ានស្លាប់និងរបួសនឹងថយចុះយ៉ាងហោចណាស់3/10ទីហ៊ានដែលស្លាប់ដោយសារភាពអត់ឃ្លាននៅតាមព្រំដែនជារៀងរាល់ឆ្នាំក៏អាចរស់រានមានជីវិតបានដែររបស់ដ៏អស្ចារ្យបែបនេះរាជការមិនគិតចង់សហការបែរជាចង់បំផ្លាញចោលទៅវិញបាយមិនមែនហូបដោយឥតគិតថ្លៃទេពិតជាលេខកន្ទុយឆ្កែចកមែនឯងចង់កេណ្ឌទ័ពយើងមែនទេខ្ញុំមិនចាប់អារម្មណ៍នឹងចិញ្ចឹមមាត់មនុស្ស100000នាក់ទេពួកឯងហូបឈុតអាហារសម្រន់របស់ខ្ញុំអស់100000ឈុតសរុបទាំងអស់គឺអាហារសម្រន់ថ្នាក់ទាបចំនួន500000បើគ្មានលុយក៏ធ្វើការសងបំណុលទៅពីភ្នំសុងស៊ូដល់ក្រុងធាស៊ូមានចម្ងាយ120លីមនុស្ស100000នាក់ត្រូវធ្វើផ្លូវ8កន្លងទៅមកឲ្យរួចក្នុងរយៈពេល2ថ្ងៃធ្វើរួចចាត់ទុកថាបាយទឹកពីមុនមកជំរះគ្នាហើយពេលយប់នឹងមានពិធីជប់លៀងកងទ័ពក្រោមបង្គាប់ខ្ញុំគឺជាកងទ័ពដៃថែបរបស់ជាតិមិនមែនជាអ្នកទោសសម្រាប់ឲ្យមកធ្វើផ្លូវទេបើអញ្ចឹងឯងខ្ជាក់បាយដែលហូបទៅវិញមកម្យ៉ាងទៀតការធ្វើផ្លូវក៏ជាកិច្ចការយោធាដែរបើផ្លូវនេះទៅភ្ជាប់បានសម្រេចការដឹកជញ្ជូនស្បៀងពីក្រុងធាស៊ូទៅព្រំដែននឹងកាត់បន្ថយបាន2ថ្ងៃរដូវភ្លៀងក៏មិនស្ទះឡានរដូវរងាក៏មិនបិទផ្លូវនាងនេះចេះរឿងយុទ្ធសាស្ត្រដឹកជញ្ជូនផងបើគម្រោងនេះសម្រេចបានក្រុងស្ងួតទាំង3នៅភាគខាងជើងនឹងមិនខ្លាចដាច់ស្បៀងពេលព្រឹកធ្លាក់ខ្លាំងទេបញ្ហាដែលពួកមន្ត្រីអសមត្ថភាពក្នុងរាជការដោះស្រាយមិនបានរាប់សិបឆ្នាំនាងនិយាយតែពីម៉ាត់ក៏ដឹងរឿងអស់ឯងអាចបន្តចាត់ទុកខ្ញុំជាឧទាមបានប៉ុន្តែមុននឹងសម្លាប់ខ្ញុំសូមឲ្យទាហានរបស់អ្នកទុកផ្លូវមួយខ្សែនេះឲ្យប្រជាជននៅតាមព្រំដែនសិន2ថ្ងៃមិនគ្រប់គ្រាន់ទេក្នុងកងទ័ពគ្មានឧបករណ៍ចម្លែកដូចរបស់អ្នកទេឧបករណ៍ខ្ញុំជាអ្នកចេញអ្នកបច្ចេកទេសខ្ញុំជាអ្នកបញ្ជូនទៅពណ៌ក្រហមសម្រាប់ថ្នាក់ដឹកនាំពណ៌លឿងសម្រាប់ក្រុមការងារនៅជួរមុខពណ៌ខៀវសម្រាប់ក្រុមបច្ចេកទេសលោកមានឋានៈខ្ពង់ខ្ពស់ណាស់ដូច្នេះខ្ញុំបានរៀបចំមួកពណ៌ក្រហមដែលមានគែមមាសពិសេសជូនលោកកងទ័ពធ្នូគុំនៅទំនេរទៅកាប់ឈើដែកមកធ្វើជើងទម្រស្ពានទៅកងទ័ពសេះតាមលីងជូទៅកិនផ្លូវឲ្យស្មើតើកងទ័ពមិនមែនមកបង្ក្រាបចោលប្លន់ទេនិយាយថាពួកគេត្រូវគេចាប់មកធ្វើជាកម្មករកម្លាំងកុំចេះតែនិយាយផ្ដេសផ្ដាសមើលលោកមេតបហៅចុះគាត់ស្រែកបញ្ជាយ៉ាងស្វាហាប់គាត់ធ្វើដោយស្ម័គ្រចិត្តច្បាស់ណាស់ប្រធានការដ្ឋានសំណង់សមិទ្ធហាលាបង្ហាញសមត្ថភាពបានល្អណាស់សម្រាប់ខភេប្រចាំថ្ងៃមុនពេលកំណត់រង្វាន់គឺជើងជ្រូកមួយចានលោកមេតបហៅតើអាហារពេលយប់ឆ្ងាញ់ដែរឬទេខ្ញុំគ្រាន់តែធ្វើតេស្តថាតើវាមានជាតិពុលឬអត់ពិនិត្យបានល្អិតល្អន់ណាស់ដល់ថ្នាក់លើឆ្អឹងស្ទើរតែស្អាតទៅហើយតើអ្នកមកទីនេះពាក់កណ្ដាលអាធ្រាត្រដើម្បីអ្វីខ្ញុំចង់ឃើញភស្តុតាងនៃកំហុសរបស់ត្រកូលស៊ូឯកសារសម្ងាត់របស់រាជវាំងតើឲ្យអ្នកបានដោយរបៀបណាបើអ្នកមិនឲ្យទេខ្ញុំនឹងឲ្យឈឺសៀវមកដេកក្នុងតង់របស់អ្នកយប់នេះល្អណាស់ពេលដែលខ្ញុំចូលចិត្តដុសធ្មេញហើយចូលចិត្តធាក់គេពេលយប់ទៀតនេះជារបស់คล้ายលោកជំទាវធំធ្លាប់ធ្វើជាមន្ត្រីក្រសួងហិរញ្ញវត្ថុ2ឆ្នាំរាល់ឯកសារផ្លូវការគាត់តែងតែសរសេរឆ្នាំមុនរួចទើបសរសេរខែតាមក្រោយតែលិខិតនេះបែរជាសរសេរខែមុនទៅវិញគ្រាន់តែទម្លាប់សរសេរមិនអាចយកមកធ្វើជាភស្តុតាងកាត់ក្តីបានទេចុះអាមួយនេះវិញកាលពី3ខែមុនអតីតនាយករដ្ឋមន្ត្រីគូឆឹងអានបានរកខ្ញុំដោយសម្ងាត់គាត់និយាយថាត្រកូលស៊ូបានកាន់កាប់ឯកសារចាស់
ในกรณีบัตรบองประวิวัติกองทัพในเพียงขังเชิงก้าวปีมเพชรนามุนบ่าบัญชีกันในเอาแต่งนุ๊กใบคลีเรื่องได้เปรมหักสัตว์นังครูจิตลู่จินจมกองทัพสงัดพร้อมแต่งเรื่องเก่งประวันเจตนากีจิตนังเลงไอเละบางบานติดไทยโลกเมตตาพอเนี่ยดังเมนเตธาเนี่ยนาจีเนี่ยเนปีกรอยเรื่องนี้เนี่ยจ้องมีในทำไมในคือธาเนี่ยเตอร์บานเก็บเป็นจูนหมกดำใบสำหรับเบิดหมดรงจำเป็นเนี่ยสำหรับตะโกสูออกกองทัพดับมือเนี่ยระบเนี่ยก่อนหนึ่งเตอร์ปุสเตอร์ขังเชิงเสียวีประหารในตามเพลตลอดมาเป็นได้พรุ่งมีนแต่มนุษย์สลับเตเติบไอเกรซากาสำงัดบ้านละอบ่มพอดโลกเมตตามีนสมบัติบรรทอนปีกรงกนโปรชบองระบเนี่ยฮาชิงเตอร์บานเก็บจับดักกุบโดยจอบประกันทามินตุ่มเนี่ยตุ่มน้องจิมวยตะโกสูมนุษย์จึงใบรอยเนี่ยขนมพุ่มพิฮาเตอร์บานกองทัพลุงลองปอดเอาหายเปรมหักสัตว์บัญชีเอาเนี่ยยกบ้าตะโกสูเตอร์ไฟขนมระยะเปย์ใบทั้งไงบ้ามันโดยชนเตหนึ่งเตอร์ประหารชีวิตเต็มปูดเปรมหักสัตว์มันตกจักขยมแมนกดมันเติมแต่ยกครูซาขยมเฟื่อจีจำหนักขมังเตแถมเตียงยกกองทัพดับมือเนี่ยเฟื่อจีขาดตีดแต่บ่าวป้าบอลเปนี่กรมครูซาในกรงหนึ่งเตอร์สลับบ้ามันเบียบอลบองโอนเนอมุกขยมนี้ก็มันอาจรู้บานได้โลกเมตอบผู้ยังวีสำหรับโจกรงเตอร์เอากองทัพใส่ดับมือเนี่ยจวนกำติดฟิวยังช่วยสังครูโลกเมตอบไปเขมงกมไอประชิดจนขนมกรงหนึ่งโรงครูเป้กองทัพวีโจกรงชิมหนึ่งโฮโดยตึกผู้สตรีขังเชิงก่อนหนึ่งชีดเอาการวีลูกมาขังตะบงได้ปีตีนี้ตึกกรงสมบัติยาวที่ได้ลื่นบ่มพอดเตอร์ปลาเป้ปนมันปลาอันตรีใบทั้งไงปลาตอกเส้นปรำปีทั้งไงขนมเนเป้ปูเกจ้องเอาเนี่ยยกบ้าเตอร์อ่อยก็อ่อยเตอร์จ่อเอานี่ไก่ชอขมาฉลักบ้าคลายคลายใบกรอกขนมมวยยกรูดเอาโลกอุรกนำโปลได้ไอตุบสกัดมาเต็มหมกโลกอุดมเสนในหัวรีกาโดยซับดองเตอร์ปรับเกธาตระโกสู้บ้านจอกจังไฮกองตบขาดบองทุนทวนนะกองปงสำหรับชีบานในกระพนมปุนเยียเป้มันเมนเต้คือการสวายรกต้นวินิโยขนมเป้ได้อธิริกำปงประยับจ้องดังทายยังงอปรือเนอตรงหนึ่งจักเกเอายกประรางวัลหนึ่งประคายตบหมกเอาเจี๊ยจีเหมือนกันตบกาปีดอกมือเนี่ยเจนจังยังฮอตนะก็เตอมีนประคายตบมวยเลียนดำลังได้ยังเตอปลาลอยระบตรงหมกเฟื่อเพลระบยังเจนจำกองตบระบยังบ้านเนี่ยอาจุยสังครูมนุษย์ตะโกนหัวแต่งใบรอยเนี่ยบานให้ไทยได้ซากองตบดอกมือเนี่ยนี้เอาเนื้อกุ้งวงชีวิตระบหัวมันเนี่ยนี้หนึ่งคลายชีระบเนี่ยจับปีเป็นอีกเตอชีวิตขยมมันเตอกาเตเนี่ยบรรทอเฟื่อจีประเทศการทานสำนองเตอรึกไอมองปรำเตอหมกจชมูโจเฟื่อกาหมกยืดตกโคจึงจรุกโลกุดอมเซนในหัวในนาเปรมหักสัจจริตธาตระโกสู้เจ้าจังตรงสบายเปรตนะเติบบัญชีเอาขยมหมกปีเน็ตมือกบาปูวีหนึ่งพดอรางวัลดอกองตบอย่างใบโลกุดอมเซนในหัวเป็ดจีลมบะไฮตาเนียงเมทมุกตระโกสู้นุเจ้าจังไฮหรือเนอที่บ่มพอดกองงอบแมนโลกรู้เนี่ยปรักครบสัญญาถ่าเอาแต่ตระโกสู้เตอร์กำติเจ้ายังประโกกบุญยุทธศาสตร์จ้าแต่งนุกอ้อยตรึสได้กำจัดปุกบัดเมตอบทมฮัวลีกำจัดดำบอลนานไฮโปรตีนมีดอตีหินสำหรับซ่องจมูกจัดรุ่มจิมวยสเบียงอาหารขนมกองตบเยอะบักประอบเตหนึ่งท่องดักสเบียงมีได้ตัวบานเจสไตน์คือปรำปีปอนปรำมวยร้อยดำลังโซนดับปรำใบเมินใบปอนดมสเบียงอาหารซ้ำซับปรำใบเมินดอกไม่ก่อคว้าจานมาเลยตามตุ่มลบระบริจเวียงกระสุนเฮรันกระทบเตอกัดตุกมาไปเพียรอยกระสุนกาปีจิตกัดตุกดอกเพียรอยติดเศร้าบาน60เพียรอยนี้ก็จับตุกทาจิกาเมตาปีโลกองกะหายโลกเมตาพอตามฉบับตุ่มลบตาทลายเนยฮอตขนมกาเด็กจินจูนเหมือนกูตูต่อเตอทลายเนยฮอตเอาไว้เตอโลกเมตอบสมใบแต่ฉบับนี้ก็โลกมันดังได้หรือขยมมันเตรียมตีจานเตกรอนแต่มีใบปอนดำลังหนึ่งดอกเมินดำลังติดปะเนาะป้ามันโดยชนเตเปตรลอบเตอริทินีเวงตาใบกาคุดขัดขนมสังเกตอาชลองกัดกระสุนกาปีจิตบานหรืออดนุคือปีบะนี่เย็นนะกรมครูซาระบอาจจะปกพอยปูเลนุสดแต่ในขนมกุบเนื้อหินมันเอาติดหรือจำเป้บานประหายเชิดออกกาดอกยกจินจินสตกระบครูซาสูพองนิ่งใส่เบสัยนุอาจดำเซวิญญาณกุณภิบขมายบานขนมจินจินนุประกอบจิมินระบมีนดำไหลเหมือนกันอัลเทียนเบิร์ตเฟียไงนี้นังบังเรียนโลกกงกาอสควอปีเมรินประชังอำเภอปกรลุยเนี่ยนะไอ้เหมือนตอนสลับเต้เอากุนดอโลกงขยมรู้ในบ้านอย่างซกสรูนะสูลานยูขยมจิมันไตรได้ประจักษ์อธิริกบรรจุหมกบ่าเฮียนปากปอกขยมนุคือจิโตประหาพูดยังปรำบุญระบอกขยมมวยเปียกันดาวกับปงเฟอร์สไรเนตีนี่มวยเปียกันดาวตีบก็เตอปูไอจับออกเตอร์ไฮก้ากลุ่มเรียมกลุ่มไฮแบบนี้มันเซอร์มีนประสิทธิภาพเตปกรลุยประรอดกลุ่มเรียมกลุ่มไฮเมตอบเก่งประวันส์บิงตอบโลกกงไกสมรรถภาพการยีระบอบโลกเป็ดจีกรุบจงโจยเมนากรอนแต่โอบันไลเปดอเปนี่ตราเด้งตามโปรลังได้ครูจิตตกนงครูนขยมหนึ่งพญาซาโดยสไปประวัติดอเปนุครูจิตยังหมกดอโดยตัวผู้ไอแต่งออกนี่หนึ่งเตอร์สลับเหมือนกันเพื่อจีโจแจงเซนเตอร์โลกตาซวยกลางช่วยมุดตึกเอากอดบันติเตอร์ไม่บ้านเนี่ยดังปีตีตังตราเด้งโปรลังตียกเตไอ้เลิกหมกมีเย่ปีเรื่องดำน้ำทำไมระบอบเนี่ยเวงทำไมนี้กำปงคว้าเนี่ยกรุบกรงกับสถานจินจำจุกมันเนี่ยทลบกรุบกรงมนุษย์จราเนี่ยขนมยังหมกไฮกรุบกรงจุกประหายจีมันปีบะเตขยมซกจัดสลับก็มันเตอร์ได้โลกมันจ้าตั้งปีโตยมกขยมโยธากาจินจำจุกคือจีมกระบอดอทไลทโนบ่มพอดขนมโลกดำนายนี้เป็ดจีสะซ้ำบ่มพอดสำหรับขยมโลกมันจ้าขยมมีนระบอมวยเพราะให้จีไอโดยกจีวัดบานนี่เจียไว้แต่โลกอุดมเสนในไว้เขมงฮิวเข่งพญาเอาขยมยกหมกจูนกอดเอาขยมจุ่มเร็บแต่โลกอุดมเสนในฮิวท่าขนมระยะไปใบไงตีบรูจิตรงนั้นประหารจีวัดตะโกฮิวแต่งูดาวสงัดในขนมกุบให้ตุ่มเละกลมฮอแต่งออแต่เลยย่อใบไงปีเปกังเตอริทนีตู้ใบจีเฉียวเปร่งรถออกกำลังก็เตอร์จำนายไปอย่างติดปรำปีฉนำได้
មនុស្សមួយសែនអ្នកកម្រើកខ្លួនរាជធានីក៏ត្រូវបិទផ្លូវភ្លាមអ្នកមិនទាន់ទៅដល់ផងត្រកូលហ៊ីវក៏ត្រូវគេសម្លាប់បិទមាត់បាត់ទៅហើយតើចង់ឲ្យខ្ញុំអង្គុយចាំមើលពួកគេស្លាប់ឬយ៉ាងណាអ្នកណាថាឲ្យអង្គុយចាំនោះកងទ័ពទៅមិនរួចទេតែអាចផ្ញើតាមដឹកជញ្ជូនបានលោកយេស៊ឺសានស្គាល់ច្បាស់ពីប្លង់ព្រះបរមរាជវាំងនិងគុកងឹតហើយយូជាអ្នកទទួលបន្ទុកនាំផ្លូវហ្វឹងហៅបានបញ្ជូនកងទ័ពឆ្មាំឃ្មុំរណៈចំនួន 3000 នាក់ឲ្យទៅតាមការពារក្បាច់គុណនេះមានចាក់ថ្នាំពុលឲ្យស្ពឹកគោលដៅមិនមែនវាយលុកទីក្រុងទេតែជាការលួចធ្វើសកម្មភាពដោយស្ងៀមស្ងាត់ដើម្បីវេចខ្ចប់មនុស្សតកូលហូទាំង300នាក់ចេញមកក្រៅពីពេលកាំងចុះទៅទីខាងត្បូងមានផ្លូវពាណិជ្ជកម្មចាស់មួយខ្សែតាមផ្លូវមានប៉ុស្តិ៍ត្រួតពិនិត្យទាំង12បានធ្លាក់មកក្នុងដៃយើងហើយកងទ័ពដេញខ្យល់អាចបដូរសេះថ្មីរៀងរាល់200 លីធ្វើដំណើរទាំងយប់ទាំងថ្ងៃមិនឈប់ឈរលឿនបំផុតគឺ2ថ្ងៃកន្លះនឹងដល់រាជធានីមនុស្ស300នាក់ធ្វើមិនគេចផុតពីការការពាររបស់ក្រុងអ្នកណាថាត្រូវចូលតាមទ្វារក្រុង20ឆ្នាំមុននិកាយខ្យល់ខ្មៅក៏មានមុខជំនួញនៅក្នុងរាជធានីដែរយើងធ្វើដើម្បីលួចដើម្បីដឹកជញ្ជូនរ៉ែដោយស្របច្បាប់យើងធ្លាប់ជីកផ្លូវសម្ងាត់មួយពីអណ្ដូងទឹកចាស់នៅទីខាងត្បូងក្រុងទៅដល់គុកនៃក្រសួងយុទ្ធភ័ពក្រោយមកមុខជំនួញត្រូវបានគេបិទតែផ្លូវសម្ងាត់នៅតែមានកុំមើលមកខ្ញុំបែបហ្នឹងរឿងជំនាញត្រូវទុកឲ្យអ្នកជំនាញធ្វើក្លិនអីហ្នឹងហាក់ដូចជាក្លិនទឹកឃ្មុំលោកឪពុកបះបោមែនទេលោកមេតបហាមិនបានបះបោទេគាត់គ្រាន់តែបដូរអាជីពទៅធ្វើផ្លូវគ្មានពេលពន្យល់ទេទាំងអស់គ្នាតម្រង់ជួយយកស្លាកលេខចាស់នឹងក្មេងដាក់ចូលក្នុងហឹបមុនគេអស់លោកបានរួមសុខរួមទុកជាមួយខ្ញុំជាច្រើនឆ្នាំការពារព្រំដែនទប់ទល់សត្រូវខាងជើងបង្ក្រាបការបះបោអ្វីដែលយើងស្មោះត្រង់គឺប្រជាជនដែលយួនមិនមែនស្ដេចល្ងងដែលចាត់ទុកទីហ៊ានដូចជាប្រពន្ធខ្លួនឯងនោះទេចាប់ពីថ្ងៃនេះទៅហើយម្នាក់នេះនឹងមិនគោរពរីជាងការសម្លាប់បិទមាត់នោះទៀតទេអ្នកណាដែលចង់ត្រឡប់ទៅស្រុកកំណើតអាចទៅទទួលនំដប់កញ្ចប់និងអង្គ100 ចិនក្នុងកងទ័ពនឹងមិនរារាំងឡើយអ្នកណាដែលចង់នៅបន្តចាប់ពីពេលនេះទៅលេងជាកំបិតរបស់រាជវាំងទៀតហើយតែជាខែការពារប្រជាជននៅភាគខាងជើងខ្ញុំសូមនៅបន្តធ្វើជាទីហ៊ានឲ្យរាជវាំង10ឆ្នាំប្រាក់ខែត្រូវបានគេកាត់កង្អស់7ឆ្នាំប្រពន្ធកូនស្ទើរតែដាច់ពោះស្លាប់តែមេកងបែរជាឲ្យពួកយើងបានញ៉ាំអាហារឆ្អែតពោះជាលើកដំបូងបានផ្ដល់សំណងបន្ថែមដល់គ្រួសារបងប្អូនដែលនៅតំបន់ចិនវាំងរួចហើយអ្នកណាដែលចាត់ទុកខ្ញុំជាមនុស្សខ្ញុំនឹងលះបង់ជីវិតដើម្បីអ្នកនោះប្រាប់ឲ្យដឹងមុនសិនការលះបង់ជីវិតមិនត្រូវបានលើកទឹកចិត្តទេនៅទីនេះយើងអនុវត្តតាមប្រព័ន្ធការងារទទួលខុសត្រូវមានតែប្រាក់ឧបត្ថម្ភបណ្ដោះអាសន្ននិងសំណងការងារប៉ុណ្ណោះថ្ងៃធម្មតាធ្វើស្រែចម្ការនិងជួសជុលផ្លូវមួយខែឈប់សម្រាក4ថ្ងៃបច្ចុប្បន្នមានប្រាក់រង្វាន់តាមកម្រិតគ្រោះថ្នាក់លក្ខខណ្ឌល្អបែបនេះអ្នកអាចចិញ្ចឹមមនុស្សបានដល់ទៅ100000នាក់បច្ចុប្បន្ននេះរឿងអំបិលនិងដែកលីងមីនិងផ្លូវពាណិជ្ជកម្មប្រាក់ចំណេញសុទ្ធប្រចាំថ្ងៃប្រហែល30010បន្ទាប់ពីផ្លូវថ្មីបើកដំណើរការរំពឹងថានឹងកើនឡើងទ្វេដងប្រាក់ខែនិងថ្លៃស្បៀងអាហារសម្រាប់មនុស្ស100000នាក់ចំណាយត្រឹមតែ 2% នៃចំណូលប៉ុណ្ណោះសាខានៅរាជធានីបានចាប់ផ្ដើមលក់ផលិតផលសត្វចម្លែកទុកមុនហើយការបញ្ជាទិញក៏កុញដល់ទៅ3ខែទៀតឲ្យតែការដឹកជញ្ជូនទាន់ពេលកុំថាឡើយ100000នាក់ចិញ្ចឹមបន្ថែម100000នាក់ទៀតក៏មិនមែនជាបញ្ហាដែរដល់ម៉ោងហើយគ្រប់គ្នាចូលធ្វើការតើវាជាអ្វីទៅក្លិននេះវាជាប៉មបង្ក្រាបបិសាចដែលធ្លាប់សម្លាប់ពូជពងខ្ញុំកាលពីមុនមនុស្សឲ្យពួកវាបានបើកវាឡើងវិញហើយលោកម្ចាស់រត់ទៅខ្ញុំនឹងរារាំងវាឲ្យនេះជាលើកដំបូងដែលអង្គធានមានអារម្មណ៍ភ័យខ្លាចពិតប្រាកដស្រីបិសាចតកូស៊ូបានប្រើមន្តអាគមលបងសត្វចម្លែកថ្ងៃនេះបានទម្លាក់ប៉មបង្ក្រាបបិសាចចុះមកបិសាចទាំងអស់ក្នុងភ្នំត្រូវតែស្លាប់ឲ្យអស់ក្នុងរយៈពេល3ធូបប្រគល់វត្ថុបុរាណគ្រប់គ្រងសត្វមកនោះនឹងទុកសាកសពឲ្យកងទ័ពទាំងអស់ត្រៀមខ្លួនការពារសត្វចម្លែកប៉ុន្មានថ្ងៃមុនគឺគេដែលជួយផ្ញើសម្បត្តិទៅផ្ទះឲ្យខ្ញុំអ្នកណាហ៊ានដកប្រលឹងគេត្រូវដើរឆ្លងកាត់សាកសពខ្ញុំសិនទៅរញ្ជួយរហូតដល់រំអស់ហើយគឺសុទ្ធតែជាការកំប្រឹងឥតប្រយោជន៍ទេបងប្រុសជួយពួកយើងផងពេលនេះគាត់ដួលហើយដល់វេនពួកយើងត្រូវឡើងទៅជំនួសមនុស្សនិងបិសាចខុបខិតគ្នាមិនដឹងខុសត្រូវខ្ពស់ទាបពិតជាសំតែត្រូវសម្លាប់មែនគេច្របាច់ក៏ពួកយើងទាំងឯកោគេដកប្រលឹងបិសាចរបស់ពួកយើងចេញអ្នកកុហកអធិរិថាកំពុងតែបង្ក្រាបស្មៅអាយុវឌ្ឍនៈច្រវាក់ខ្សែទី9នៅបាតប៉មគឺជារបស់ខ្លាំងនោះគឺជាទ្វារសម្រាប់រត់គេចខ្លួនឲ្យទឹកនិងភ្លើងវាប្រហារព្រមគ្នាប៉មនឹងលេចឃ្លីមិនខានលោកតាពីងទឹកនៅអាចបាញ់ទឹកបានទៀតទេទោះបីជាចាស់នេះត្រូវស្លាប់ក៏ដោយក៏នៅអាចបាញ់បានមួយខ្សឹបទៀតដែរដើម្បីអាហារពេលល្ងាចយប់នេះបានមិនអាចទៅរួចទេហេតុអ្វីបានជាអ្នកដឹងពីចំណុចស្លាប់របស់ប៉មបង្ក្រាបបិសាចពន្លឺនេះវាបានជ្រៀតចូលក្នុងខ្លួនខ្ញុំហើយម្ចាស់នៃគ្រប់ជីវិតអូដល់ថ្នាក់នេះផងនេះហើយគឺជាវាសនាពិតប្រាកដនៅក្នុងប៉មបង្ក្រាបបិសាចដល់ថ្នាក់នេះសោះអាចកំបាំងដែលត្រកូលស៊ូការពីអស់20ឆ្នាំមិនមែនជារឿងបញ្ជីយោធាអ្វីនោះទេអ្វីដែលគាត់លាក់ទុកក្នុងខ្លួនគឺលំហជីវិតដែលអាចឲ្យគ្រប់ជីវិតលើលោកមានសេរីភាពឡើងវិញ
សូមអញ្ជើញមកទឹកភ្នែកហូរដូចទឹកជំនន់ខ្ញុំរស់ឡើងវិញហើយនៅទីនេះគ្មានច្រវាក់ទេក៏គ្មានអាដូនជីស្អុយរលួយនោះដែរលំហជីវិតរបស់ខ្ញុំកំពុងតែរីកធំឡើងក្រអូបណាស់ស្រាយស្រូវពណ៌ក្រហមនៅឆ្ងាយនោះអាចញ៉ាំបានទេកុំទាន់ឲ្យដណ្ដើមគ្នាស្រីម្នាក់នោះមកដល់ហើយតើនាងមែនជាម្ចាស់ប៉មថ្មីមែនទេនាងជាមនុស្សស្រីដែលបានបំបែកច្រវាក់ពួកយើងហើយផ្ដល់កន្លែងស្នាក់នៅដល់ពួកយើងខ្ញុំព្រឹទ្ធាចារ្យឲ្យសុខចិត្តដឹកនាំពួកសត្វទាំងឡាយដើម្បីតបស្នងសងគុណផ្លែពេះនៅទីនេះធំណាស់ប្រសិនបើនាងព្រមចែកឲ្យ2ផ្លែរាល់ថ្ងៃកុំថាឡើយរឿងតបស្នងសងគុណ